ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះក៏នឹកឃើញរឿងមួយចង់ចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីលក្ខណៈពិសេស3យ៉ាងរបស់សមុទ្រដែលយើងអាចយកទុកជាមេរៀនសម្រាប់ជីវិតរបស់យើងបានទី1គឺទឹកសមុទ្រគឺមានរសជាតិតែម្យ៉ាងដែលយើងដឹងហើយថារសជាតិរបស់ទឹកសមុទ្រគឺរសជាតិប្រៃអញ្ចឹងសមុទ្រទោះបីជាមានទឹកភ្លៀងខ្យល់ព្យុះទឹកហូរចូលយ៉ាងណាក៏សមុទ្រមិនដែលប្រែរសជាតិរបស់វាឡើយអញ្ចឹងសារជាតិរបស់ទឹកសមុទ្រគឺនៅតែប្រៃដដែលទី2សមុទ្រតែងតែទទួលទឹកទន្លេស្ទឹងប្រែកទាំងអស់មិនថាទឹកនោះមកពីប្រភពណាទេគឺសមុទ្រទទួលយកទាំងអស់ហើយអ្វីដែលសំខាន់នោះគឺទឹកសមុទ្រហ្នឹងគឺអត់ចេះពេញឬក៏ហៀតាណាទេគឺនៅរក្សាដដែលនេះហើយគឺជាលក្ខណៈពិសេសរបស់ទឹកសមុទ្រហើយទី3នោះសមុទ្រតែងតែច្រានចោលសាកសពឬក៏យើងហៅថាជារបស់មិនស្អាតក៏ដូចជារបស់ស្អីហ្នឹងដែលវានៅក្នុងសមុទ្ររលកតែបោកបាំងរបស់មិនស្អាតហ្នឹងចេញមកច្រាំងជានិច្ចទាំង3នេះហើយគឺជាលក្ខណៈពិសេសរបស់ទឹកសមុទ្រដែលយើងគួរតែគិតហើយនឹងពិចារណាស្វែងយល់នៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃក៏ដូចគ្នាដែរ